នៅខែកក្កដាឆ្នាំ1954បុរសម្នាក់បានមកដល់អាកាសយានដ្ឋានហាណាដាទីក្រុងតូក្យូជាមួយនឹងលិខិតឆ្លងដែនពីប្រទេសមួយឈ្មោះថា Torres ប៉ុន្តែបញ្ហាគឺប្រទេស Torres នឹងកើតមាននៅក្នុងផែនទីទេនេះគឺជាការពិតដ៏អស្ចារ្យបំផុតរបស់បុរសម្នាក់នោះដែលមិនដឹងថាគាត់មកពីណាពិតប្រាកដបុរសនោះបាននិយាយច្រើនភាសាហើយទទូចថា Torres គឺជាប្រទេសដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅចន្លោះប្រទេសបារាំងនិងអេស្ប៉ាញលិខិតឆ្លងដែនរបស់គាត់មានសុពលភាពពោពេញដោយត្រាពីប្រទេសពិតប្រាកដប៉ុន្តែអាជ្ញាធរពិតជាមានការងឿងឆ្ងល់មែនទែនពួកគេបានឃុំខ្លួនគាត់នៅក្នុងបន្ទប់សន្តាគារដែលមានអ្នកយាមកាងយ៉ាងតឹងរ៉ឹងបំផុតខណៈពេលដែលពួកគេកំពុងតែធ្វើការស៊ើបអង្កេតពីភាពមិនប្រក្រតីនេះប៉ុន្តែត្រឹមតែមួយយប់រឿងនេះពិតជាធ្វើឲ្យយើងមានការងឿងឆ្ងល់យ៉ាងខ្លាំងបរិសុទ្ធថរិតម្នាក់នោះបានបាត់ខ្លួនមិនត្រឹមតែគាត់បានបាត់ពីបន្ទប់ដែលជាប់សោប៉ុណ្ណោះទេហើយឯកសារទាំងអស់របស់គាត់ដែលជាភស្តុតាងតែមួយគត់ដែលគាត់មានក៏បានបាត់ពីបន្ទប់សន្តិសុខអាកាសយានដ្ឋានផងដែរអញ្ចឹងតើគាត់ជាអ្នកធ្វើដំណើរឆ្លងពេលវេលាឬយ៉ាងណាហើយការនៅអាកាសយានដ្ឋានហាណាដាក្នុងប្រទេសជប៉ុននេះនៅតែជាអាចកំបាំងដ៏អស្ចារ្យធំបំផុតមួយតែមិនទាន់បានដោះស្រាយនៅអំឡុងសតវត្សទី20ករណីនេះបានបិទជាផ្លូវការហើយប៉ុន្តែសំណួរនៅតែមានតើបរិសុទ្ធថរិតម្នាក់នោះជានរណាហើយគាត់ទៅណាអញ្ចឹងបើសិនជាបងណាដែលគាត់ដឹងពីរឿងរបស់បរិសុទ្ធថរិតម្នាក់ហ្នឹងជួយខមមិននៅក្នុងវីដេអូនឹងបន្ថែមផង